បាទចឹងបងប្អូនពេលដែលខ្ញុំមកថតនៅកន្លែងដែលមានធុងសម្រាមគ្រាន់តែខ្ញុំចង់បញ្ជាក់ថាហ៊ុយយន្តបានខិតខំធ្វើកិច្ចការកែច្នៃនៅកាកសំណល់ទាំងអស់ហ្នឹងរយៈពេល10ឆ្នាំជាងហើយទីសេរីរាង្គប្រទេសណាក៏ធ្វើពីកាកសំណល់ហើយលំងសัตว์តើហេតុអីបានជាយើងមិនគ្រប់គ្រងផលិតផលនៅក្នុងស្រុកហ៊ុយយន្តធ្វើបានអញ្ចឹងឥឡូវក៏នៅតែខិតខំបន្ថែមទៅទៀតសម្រាប់ឆ្នាំ2026ដែលពួកយើងកំពុងតែធ្វើកិច្ចការពាក់ព័ន្ធជាមួយព្យាយាមរកតម្លៃបន្ថែមទៅដល់ប្រជាកសិករយើងដែលគាត់ត្រូវតែកែច្នៃអាកាសសំណល់ជាពិសេសបច្ចុប្បន្ននេះគឺយើងកំពុងតែយកសម្រាប់កាមយកមកដុតធ្វើជាគេហៅថាបាយអូឆាឬក៏ខ្ជូងកាមអញ្ចឹងអត្ថប្រយោជន៍តាមពិតទៅយើងដឹងទាំងអស់គ្នាក៏ប៉ុន្តែយើងអត់សូវយកចិត្តទុកដាក់អញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមយកកាមយកមកដុតអ្វីដែលប្រយោជន៍ធំមែនទែនគឺពាក់ព័ន្ធជាមួយនឹងពីររឿងទី1ដែលធំមែនទែនគឺពាក់ព័ន្ធជាមួយនឹងខ្ជូងកាមបាទអញ្ចឹងខ្ជូងបង្កាមគឺមានប្រសិទ្ធភាពខ្ពស់យើងពិតតែជួយមែនទែនសម្រាប់អ្វីដែលយើងបានធ្វើហើយយើងបានធ្វើលក្ខណៈខ្នាតតូចលក្ខណៈគ្រួសារដើម្បីឲ្យបងប្អូនដែលអាចយកទៅធ្វើទៅបានហើយចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងទឹកខ្មេះកាមបាទអញ្ចឹងទឹកខ្មេះកាមក៏យើងអាចយកមកកែច្នៃគឺបើសិនជាប្រសិទ្ធភាពគឺពិតជាអស្ចារ្យមែនទែនដែលយើងបានយកមកកែច្នៃហើយយើងយកមកប្រើប្រាស់យកមកត្រួតពិនិត្យយកមកមើលហើយវាពិតជាជួយដល់បរិស្ថានវាពិតជាជួយទៅដល់គេហៅថាតម្លៃបន្ថែមនៃផលិតផលស្រូវដែលគាត់បានយកអង្គយកកាកសំណល់មួយចំនួនដែលយកទៅប្រើប្រាស់ហើយប៉ុន្តែខ្ជូងកាមឬក៏អង្កាមដែលយើងយកមកធ្វើនេះវាពិតជាជួយហើយអ្វីដែលយើងខិតខំឥឡូវហ្នឹងយើងព្យាយាមតំណែងរកដៃគូវិនិយោគឬក៏ការជួយជ្រោមជ្រែងពីខាងក្រៅដើម្បីទៅឲ្យជួយទៅដល់ពួកយើងដើម្បីធ្វើម៉េចឲ្យធ្វើឲ្យខ្នាតធំតែម្ដងហើយអង្កាមនៅស្រុកខ្មែរគឺយើងយកមកដុតវាដើម្បីឲ្យច្នៃឲ្យអស់លទ្ធភាពអាចធ្វើទៅបានអញ្ចឹងហ៊ុយយន្តបោះមកចំហៀនធំទៅទៀតហើយយើងធ្វើខ្នាតតូចយើងចូលចិត្តធ្វើរឿងអីខ្នាតតូចដើម្បីបង្ហាញដើម្បីតេស្តទៅលើផលិតផលដើម្បីឃើញផលិតផលនឹងវាប្រើប្រាស់ពិតជាមានគុណភាពគ្រប់បែបគ្រប់យ៉ាងហើយពិតជាអរគុណដល់ពុកម៉ែបងប្អូនដែលបានយកទៅប្រើប្រាស់យកទៅសាកល្បងយកទៅប្រើហើយមានគុណភាពបានប្រាក់ចំណេញបងប្អូននៅតែបន្តនៃការគាំទ្រអញ្ចឹងហ៊ុយយន្តឥឡូវនេះមិនមែនតែយើងធ្វើតែកាកសំណល់ដែលយើងឃើញថាពួកខ្ញុំបានឃើញថាសំណល់កាកសំណល់ទាំងអស់នេះគឺជាលុយតែម្ដងយើងបានធ្វើហើយឥឡូវគំរូបោះមកចំហៀនទៀតទៅដល់ពុកម៉ែបងប្អូនកំពុងតែការគាំទ្រខ្លាំងដែរគឺយើងព្យាយាមយកការដុតអង្កាមឲ្យទៅជាដើម្បីជួយដល់បរិស្ថានហ្នឹងគឺឆ្នៃអង្កាមហ្នឹងឲ្យវាមានតម្លៃបន្ថែមហើយឲ្យវាទៅជាកាកសំណល់គេហៅថាខ្ជុំកាមយកទៅប្រើប្រាស់លើដំណាំរបស់ពុកម៉ែបងប្អូនហើយនឹងទឹកខ្មេះហ្នឹងគឺយើងយកទៅធ្វើជាថ្នាំសត្វល្អិតដើម្បីជួយទៅដល់ពាក់ព័ន្ធជាមួយនឹងដំណាំគ្រប់ប្រភេទដែលប្រើប្រាស់ទៅសម្រាប់គេហៅទឹកខ្មេះកាមទាំងអស់ហ្នឹងអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកថារឿងសាមញ្ញប៉ុន្តែបើយើងអត់ប្រមូលគ្នាធ្វើទេគឺយើងអត់បានទេអញ្ចឹងបើសិនជាយើងចាប់ដើមធ្វើយើងនឹងទទួលបានប្រយោជន៍ដ៏ធំមហិមាមិនមែនប្រយោជន៍ដើម្បីតែខ្លួនឯងមួយទេគឺបរិស្ថានជុំវិញផងហើយនឹងជួយទៅដល់ពុកម៉ែបងប្អូនដែលជាកសិករគាត់នឹងបានប្រយោជន៍ចេញពីរឿងទាំងអស់ហ្នឹងអញ្ចឹងហ៊ុយយន្តបានចាប់ផ្ដើមធ្វើរួចទៅហើយឥឡូវកំពុងតែបន្តធ្វើឥឡូវគឺមានធ្វើជាលក្ខណៈតូចឲ្យពុកម៉ែបងប្អូនអាចទិញយកទៅប្រើទៅអាចធ្វើខ្លួនឯងហើយបើសិនជាខ្វះអាចមកជួយទិញពីខាងពួកយើងហើយបើសិនជាខ្វះបច្ចេកទេសអាចតាក់ទងមកបានប៉ុន្តែហ៊ុយយន្តនឹងធ្វើខ្នាតធំយក្សតែម្ដងគឺក្នុងមួយថ្ងៃដែលយើងព្យាយាមធ្វើយ៉ាងម៉េចតំណជាមួយនឹងអ្នកដែលគាត់ជាមានរោងម៉ាស៊ីនស្រូវដែលខ្នាតធំហើយយើងចាប់ដើមដុតទាំងអស់ហ្នឹងទី1យើងបានភ្លើងទី2យើងបានខ្ជូងកាមទី3គឺយើងបានទឹកខ្មេះកាមនេះគឺជាគម្រោងដ៏បោះចំហៀនដ៏ធំមួយទៀតសម្រាប់នៅស្រុកខ្មែរយើងហើយក៏យើងព្យាយាមយកបច្ចេកទេសថ្មីនៅលើពិភពលោកដើម្បីដាក់ចូលកែច្នៃនៅតំបន់ដែលកសិកម្មរបស់យើងហើយគឺជាស្រុកកសិកម្មអញ្ចឹងយើងទៅច្នៃអស់លទ្ធភាពដែលអាចធ្វើទៅបានអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងគាំទ្របន្តនៃការគាំទ្រដើម្បីជាឱកាសការអភិវឌ្ឍរបស់ពួកយើងហើយយើងរួមគ្នាទឹកដីសវណ្ណភូមិរបស់យើងនឹងអាចคล้ายទៅជាប្រទេសអ្នកមានសម្រាប់ទៅថ្ងៃអនាគតឆាប់ខាងមុខនេះបាទសូមអរគុណ